Spirona អត្ថប្រយោជន៍ច្រើនបងប្អូនប៉ុន្តែនេះខ្ញុំស្រង់យកតែមួយចំនួនចេញពីការស្រាវជ្រាវប៉ុន្តែថ្ងៃនេះអត់និយាយទាំងអស់ទេសូមនិយាយតែមួយកន្លែងទេគឺជួយសម្រួលជាតិស្ករនៅក្នុងសរសៃឈាមនេះគឺជាការស្រាវជ្រាវផ្នែកសុខភាព website នេះឈ្មោះ Journal គេសិក្សាកាលពីឆ្នាំ2008គេសិក្សានៅលើមនុស្សញ៉ាំ Spirona នេះចាប់ពី3ខែឡើងវាអាចជួយសម្រួលជាតិស្ករបានច្រើនជាពិសេសសម្រាប់អ្នកដែល pre-diabetic បានន័យថាអ្នកត្រៀមកើតជំងឺទឹកនោមផ្អែមហើយ website ដដែលនេះបានធ្វើការស្រាវជ្រាវមួយសារទៀតនៅឆ្នាំ2017គឺការស្រាវជ្រាវនេះទៅលើកដុលសគេយកកដុលសដែលវាទឹកនោមផ្អែមឬក៏លើសជាតិស្ករហ្នឹងជួយកាត់បន្ថយជាតិស្ករបានពិតមែនមួយទៀតគឺគេរកឃើញថានៅពេលដែលឲ្យកដុលហ្នឹងវាស៊ីសារ៉ាយ Spirulina ហ្នឹងវាធ្វើឲ្យថ្លើមរបស់កដុលហ្នឹងល្អនៅពេលដែលថ្លើមរបស់កដុលហ្នឹងល្អថ្លើមវាផលិតអង់ស៊ីមបានច្រើនហើយនៅពេលដែលផលិតអង់ស៊ីមបានច្រើនរាងកាយយើងវាងាយយកទៅប្រើដើម្បីបញ្ចេញចោលអញ្ចឹងនៅពេលដែលអ្នកទឹកនោមផ្អែមគាត់ញ៉ាំអីលើសញ៉ាំអាហារដែលសម្បូរជាតិស្ករឬក៏ជាតិគីមីអីលើសរាងកាយយើងវាងាយនៅក្នុងការបញ្ចេញចោល